Hello សួស្តីអ្នកទាំងអស់គ្នាចឹងយើងត្រឡប់មកវិញជាមួយនឹង Anime Cowboy Bebop ភាគទី4ចឹងនៅភាគមួយនេះ Spy ហើយនឹង Jet របស់យើងគឺទទួលបានបេសកកម្មថ្មីមួយទៀតហើយបេសកកម្មថ្មីមួយនេះគឺធានាថានឹងផ្លែកភ្នែកហើយនឹងផ្លែកត្រចៀកតែម្ដងដោយបេសកកម្មមួយនេះគឺមានឈ្មោះថាធ្វើបុណ្យបានស្វាហើយ 100% admin ធានាថាបើសិនជាអត់ទាន់បានមើលអេពីសូតហ្នឹងទេគឺដឹងតែសម័យពាក្យថាធ្វើបុណ្យបានស្វាហ្នឹងអត់ចេញហ្មងចឹងចង់ថាតើបេសកកម្មមួយនេះគឺនឹងផ្លែកភ្នែកយ៉ាងណាខ្លះគឺយើងចូលមកមើលអេពីសូតទី4នេះទាំងអស់គ្នាចាប់ផ្ដើមនៃអេពីសូតទី4នេះគឺយើងបានឃើញ Faye ដែលទៅលួចពី Spy ហើយនោះនៅពេលនេះនាងបែរជាមកជាប់គាំងនៅកន្លែងមួយដោយសារតែយានរបស់នាងគឺអស់ប្រេងបើថាជិះម៉ូតូអស់សាំងកណ្ដាលផ្លូវអីដូចមិនសូវធ្ងន់ប្រហែលទេតែអានេះមកអស់ប្រេងនៅក្នុងលំហឥឡូវយើងសាកសម័យមើលទៅបើតែក្រោយមក Faye ក៏បានប្រទះឃើញនៅយានមួយដែលកំពុងតែធ្វើដំណើរនៅជិតនាងប៉ុន្តែបើតាមមើលសភាពរបស់យានមួយនោះគឺខ្ទេចខ្ទីបាត់ទៅហើយមិនដឹងថានៅមុននេះវាបានជួបអបតវហេតុអ្វីទេយើងងាកមកកាន់ Spy ហើយនឹង Jet របស់យើងឯនេះវិញនៅពេលនេះពួកគេទាំងពីរនាក់បានធ្វើដំណើរទៅដល់ភោជនីយដ្ឋានមួយនៅភពប្រហ័សប៉ុន្តែកន្លែងនេះមិនមែនជាភពប្រហ័សទេតែជាចានរបស់ភពប្រហ័សហើយនៅក្នុងភោជនីយដ្ឋានមួយនោះដែរគឺគេមានលក់ម្ហូបមួយយ៉ាងដែលឲ្យឈ្មោះថាកណ្ដុរសមុទ្រហើយមុខម្ហូបកណ្ដុរសមុទ្រនេះគឺពិតជាមានតម្លៃថ្លៃខ្លាំងណាស់នេះក៏ដោយសារតែសត្វកណ្ដុរសមុទ្រគឺជាប្រភេទសត្វដ៏កម្រមួយហើយពួកវាមានជីវិតតែនៅលើភពប្រច័ននៃភពប្រហ័សតែប៉ុណ្ណោះរីឯ Spy ស្ដាប់មើលទៅដូចជាតំណងដែរប៉ុន្តែ Jet ក៏បានតបថាតំណងអីរសជាតិវាគឺពិបាកលេបខ្លាំងណាស់នៅពេលដែលលើចឹង Spy ក៏បានដកមុខម្ហូប order វិញទៅនៅក្នុងពេលនោះដែរ Jet ក៏បានប្រើវ៉ែនតាពិសេសរបស់គាត់សម្លឹងទៅកាន់គោលដៅរបស់ពួកគេហើយ scan ចុះ scan ឡាទៅគឺពិតជាដោយការស្មានរបស់ពួកគេពិតមែនដែលម្នាក់នេះគឺជាអក្រិតជនដែល Spy ហើយនឹង Jet កំពុងតែតាមចាប់នឹងឯងប៉ុន្តែ Spy ហើយនឹង Jet គឺមិនបានដឹងទេថានៅក្នុងភោជនីយដ្ឋានមួយនោះគឺមានភាវរៈកមួយក្រុមកំពុងតែតាមប្រមាញ់បរិសម្នាក់នោះដែរដែលភាវរៈកមួយក្រុមនេះគឺមានឈ្មោះថាភាវរៈកបរិស្ថានដែលគោលដៅរបស់ពួកគេគឺចង់ការពារសត្វកណ្ដុរសមុទ្រនោះកុំឲ្យដាច់ពូជហើយចំណែកបរិសដែលជាគោលដៅរបស់ Spy ហើយនឹង Jet នោះមើលទៅបរិសម្នាក់នោះទំនងជាអ្នកដែលប្រមាញ់សត្វខុសច្បាប់នឹងឯងហើយនៅពេលដែលលើបរិសម្នាក់នោះស្រែកសួរថាតើពេលណាទៅអ្នករត់ទុកយកម្ហូបកណ្ដុរសមុទ្រនោះមកឲ្យគាត់រីឯ Mother ដែលជាអ្នកដឹកនាំភាវរៈកបរិស្ថាននោះនៅពេលដែលលើបរិសម្នាក់នោះស្រែកសួរអំពីមុខម្ហូបមួយនេះ Mother គឺពិតជាខឹងណាស់ចឹងហើយគាត់ក៏បាននាំកូនរបស់គាត់ទៅបាញ់សម្លាប់បរិសម្នាក់នោះយ៉ាងសាហាវតែម្ដងរីឯ Spy ហើយនឹង Jet នៅពេលនោះមិនតបបញ្ចេញសកម្មភាពអ្វីទេហើយ Jet ក៏ហាក់ដូចជាធ្លាប់ឃើញ Mother នៅកន្លែងណាមួយដែរនៅពេលនោះ Jet មិនទាន់តែនឹកឃើញផងក៏សោះតែកូនរបស់ Mother បាញ់សម្លាប់បរិសម្នាក់នោះចោលបាត់ទៅបន្ទាប់ពីបាញ់សម្លាប់បរិសម្នាក់នោះហើយពួកគេក៏បានបោះឧបករណ៍ម្ចាំងស្លាយមួយដើម្បីបញ្ជាក់ថាអ្នកដែលសម្លាប់បរិសម្នាក់នេះគឺជាភាវរៈកបរិស្ថានហើយនៅពេលដែល Mother រៀបនឹងធ្វើដំណើរត្រឡប់ទៅវិញនោះ Jet ក៏សោះតែនឹកឃើញថាតាមពិតទៅ Mother ម្នាក់នោះគឺមានតម្លៃខ្លួនរហូតដល់ទៅ25លានវូឡុងឯណោះដល់ពេលលឺចឹង Spy ក៏បានចេញមុខទៅភ្លាមហើយនៅពេលដែលកំភ្លើងភ្ជុងដល់ក្បាលបែបនេះហើយ Mother ក៏មិនអាចធ្វើអ្វីកើតទៀតដែរចឹងហើយក៏បានប្រាប់ឲ្យកូនចៅរបស់គាត់ទាំងអស់ត្រឡប់ទៅវិញទៅកន្លែងមកកាន់ Faye ឯនេះវិញនៅមុននេះនាងបានប្រទះឃើញនៅយានមួយដែលធ្វើដំណើរនៅជិតនាងប៉ុន្តែវាមានសភាពខ្ទេចខ្ទីបាត់ទៅហើយដែលបែបនេះ Faye ក៏បានចេញទៅមើលយាននោះបន្តិចទៅហើយនៅពេលដែលទៅដល់គឺប្រទះឃើញបរិសម្នាក់មិនទាន់ស្លាប់នៅឡើយទេប៉ុន្តែពេលសម្ដីចុងក្រោយរបស់គាត់បាននិយាយទៅកាន់ Faye នោះគឺគាត់ចង់ឲ្យ Faye យកឧបករណ៍មួយយ៉ាងយកទៅឲ្យភ្នាក់ងារមួយដែលភ្នាក់ងារនោះគឺមានឈ្មោះថា ISSP បើនិយាយទៅភ្នាក់ងារមួយហ្នឹងគឺដូចជាប៉ូលីសស៊ើបអង្កេតនៅក្នុងលំហចក្រវាឡអញ្ចឹងហើយចែករបស់យើងក៏ធ្លាប់ធ្វើការនៅអង្គភាព ISSP នឹងដែរអញ្ចឹងតើឧបករណ៍មួយនោះគឺជាអ្វីហើយហេតុអ្វីបានជាគាត់ត្រូវបានគេវាយប្រហារបែបនេះចឹងបន្តទៅទៀតគឺអ្នកទាំងនេះនៅនឹងចម្លើយហើយកន្លែងមកកាន់ Spy ហើយនឹង Jet ដែលបានចាប់ Mother ត្រឡប់មកយានរបស់ពួកគេវិញនៅពេលនេះ Jet កំពុងតែស្រាវជ្រាវទាក់ទងទៅនឹងប្រវត្តិរបស់ Mother ម្នាក់នេះហើយបើតាមការស្រាវជ្រាវរបស់ Jet បានរកឃើញថា Mother ម្នាក់នេះគឺជាមេដឹកនាំរបស់ភាវរៈកមួយក្រុមហើយភាវរៈកមួយក្រុមនេះតែងតែចេញប្រមាញ់អ្នកនេសាទណាដែលហ៊ានចាប់កណ្ដុរសមុទ្រយកមកធ្វើជាអាហារនិយាយដល់ត្រឹមនេះ Mother ក៏បានកាត់ទៅកាន់ Jet ថាហេតុអ្វីបានជា Jet ហៅក្រុមរបស់គាត់គឺជាភាវរៈកអញ្ចឹងតាមពិតទៅក្រុមរបស់គាត់ប្រយុទ្ធដើម្បីច្បាប់ធម្មជាតិតែប៉ុណ្ណោះរីឯ Spy ដែលនៅជិតនោះក៏បានសួរទៅកាន់ Jet ថាហើយចុះលុយ25លានហ្នឹងស៊ីសាច់គោបានប៉ុន្មានឆ្នាំហើយរីឯ Jet ក៏បានឆ្លើយថាស៊ីម្បលហើយតាមពិតទៅនៅមុននេះ Jet បាន check មើល system ទៅក៏បានឃើញថាប្រាក់រង្វាន់ឬក៏តម្លៃខ្លួនរបស់ Mother គឺត្រូវបានលុបចោលកាលពីម្សិលមិញបាត់ទៅហើយអ្នកដែលបានលុបប្រាក់រង្វាន់ទៅលើតម្លៃខ្លួនរបស់ Mother នេះគឺជារដ្ឋាភិបាលនឹងផ្ទាល់តែម្ដងមើលទៅ Mother ហាក់ដូចជាបានធ្វើអ្វីយ៉ាងរហូតដល់រដ្ឋាភិបាលបានខ្លាចនាងទៅទៀតជាងងាកមកកាន់ខាងកងរបស់ Mother ឯនេះវិញនៅពេលនេះពួកគេបានទៅគម្រាមរដ្ឋាភិបាលម្ដងទៀតដែលពួកគេគម្រាមទៅកាន់រដ្ឋាភិបាលថាបើសិនជាពួកគេមិនអាចទទួលបាន Mother របស់គេត្រឡប់មកវិញនោះអ្វីៗគ្រប់យ៉ាងនឹងចាប់ផ្ដើមទៅតាមផែនការរបស់ពួកគេហើយមិនថាខាងរដ្ឋាភិបាលខំបង្វល់ពួកគេយ៉ាងណាទេគឺមើលទៅកងទាំងអស់នេះមិនបានស្ដាប់រដ្ឋាភិបាលសូម្បីតែបន្តិចឡើយអញ្ចឹងយើងចាំមើលតើពួកគេមានផែនការធ្វើអ្វីបានជារដ្ឋាភិបាលខ្លាចដល់ថ្នាក់នេះយើងងាកមកកាន់ Faye ឯនេះវិញនៅពេលនេះយើងបានកាន់ឧបករណ៍មួយនោះទាំងធុញតែម្ដងកំថាឡើយយកឧបករណ៍មួយនេះទៅឲ្យអង្គភាព ISSP តែដោះស្រាយរឿងយានរបស់ខ្លួនឯងអស់ប្រេងអស់ហ្គាសនេះមិនដឹងធ្វើមិនផងរោសសក៏សតែបានប្រទះឃើញយានមួយធ្វើដំណើរនៅជិតនេះកលេចមកកាន់ Spy និង Jet ឯនេះវិញមិនថា Jet ខំព្យាយាមរកមើលយ៉ាងណាទេគឺគ្មានព័ត៌មានណាមួយដែលនិយាយអំពី Mother ដែលមានតម្លៃខ្លួន25លានវូឡុងនេះឡើយអ
អង្គុយឆ្ងល់សោកៗក៏សឹកតែទទួលបានសញ្ញាសុំជំនួយពីយាននៅចិត្តនេះហើយនៅពេលដែលចិត្តហើយនឹង Spy ស្ដាប់សំឡេងមួយនោះហើយគឺពួកគេក៏ដឹងភ្លាមថាម្ចាស់សំឡេងមួយនេះគឺជាអ្នកដែលបានលួចលុយរបស់ពួកគេនឹងឯងហើយសំខាន់នៅក្នុងសំឡេងនោះ Faye ខំនិយាយសលេងឡើងសតុនរបៀបថាធ្វើចរិតស្អីស្អាតសុំជំនួយអីចឹងណាតែមានណា Spy ហើយនឹងចិត្តគឺបានដឹងមុនឯហ្នឹងចឹងហើយក៏អង្គុយស្ដាប់សលេងត្រាម៉ារបស់ Faye ទៅហើយសំខាន់មើលមុខ Spy របស់យើងរីឯ Faye វិញនិយាយឡើងមកសតុះហើយគឺអត់មានណាគេឆ្លើយតបសោះដល់តែពេលកលេចមើលច្បាស់ទៅបានឃើញថា Oh yeah I'm cooked ចឹងហើយមានអីទេក៏ត្រូវ Spy ហើយនឹងចិត្តចាប់ខ្លួនជាលើកទី2ទៅអាប៉ុណ្្នឹងមិនឈុំទេងុំដល់ពេល Spy សួរថាលុយតាណាអស់ Faye ក៏និយាយថាលុយនឹងយកទៅលេងល្បែងអស់លីងហើយឆ្លើយហ្នឹងគឺឆ្លើយទាំងមុខស្មើអត់មានភ័យអត់មានទេអត់មានអីទេគឺនិយាយមកឡើង smooth ត្មងតែមិនអីឃើញប្លង់កន្លែងហ្នឹងស្អាតចឹងលើកលែងទោសឲ្យចោះហើយនៅក្នុងអីវ៉ាន់របស់ Faye ទាំងអស់ហ្នឹងផងដែរ Spy ក៏បានប្រទះឃើញឧបករណ៍ដ៏ចម្លែកមួយនោះហើយប្រកាសណាស់ដែលឧបករណ៍មួយនេះគឺជារបស់បរិសម្នាក់ដែល Faye បានជួបនៅលើយានខ្ទេចខ្ទីនោះឯងហើយគ្រាន់តែ Spy កាន់ឧបករណ៍មួយនោះភ្លាមមកដល់គឺបានប្រែប្រួលទឹកមុខភ្លាមតែម្ដងហើយយើងដឹងស្រាប់ហើយថា Spy របស់យើងហ្នឹងគឺកំពូលឆ្ងល់ហើយចឹងហើយក៏ចោទនឹងដែរថាឧបករណ៍មួយនេះគឺជាអីគេហើយ Spy ហ្នឹងខំកាច់ផងទាត់ផងវាយគប់ផងអើយគ្រប់យ៉ាងហ្មងហើយដែលគួរឲ្យចាប់អារម្មណ៍ហ្នឹងគឺទឹកមុខរបស់ Mother នឹងឯងមិនដឹងថាគាត់ខ្លាចឧបករណ៍មួយហ្នឹងឬក៏យ៉ាងម៉េចទេរីឯ Jet ហើយដែលចង់បានព័ត៌មានឲ្យច្បាស់ជាងនេះ Jet ក៏បានធ្វើការតាក់ទងទៅកាន់ក្រុមការងារចាស់របស់គាត់ព្រោះថាប្រហែលជាអង្គភាព ISSP ហ្នឹងមានព័ត៌មានតាក់ទងទៅនឹង Mother ម្នាក់នេះហើយតាមពិតទៅគឺពិតជាមានខ្លះពិតមែនដែល Bob បានរៀបរាប់ទៅកាន់ Jet ថាភេរវកបរិស្ថាននេះគឺបានចាប់អ្នកវិទ្យាសាស្ត្រទៅជាច្រើនហើយពួកគេគឺបានបង្ខំអ្នកវិទ្យាសាស្ត្រទាំងអស់នោះឲ្យបង្កើត virus មួយយ៉ាងដែល virus មួយនោះគឺមានឈ្មោះថា Monkey Business អ្នកវិទ្យាសាស្ត្របាននិយាយថា DNA របស់មនុស្សហើយនិងសត្វស្វាគឺដូចគ្នាចំនួន 98% ហើយចំណែកឯ virus Monkey Business នោះគឺ virus មនុស្សនឹងទៅបំពេញចំនួន 2% នេះបន្ថែមទៀតចឹងហើយក៏មានន័យថា virus មនុស្សគឺមានសមត្ថភាពអាចបំលែងមនុស្សឲ្យទៅជាសត្វស្វាទាំងស្រុងបានហើយឥឡូវនេះ virus មួយនោះគឺបានគម្រាមកំហែងអាយុជីវិតរបស់ប្រជាជនចំនួន 8 លាននាក់ពោលគឺជាចំនួនប្រជាជនទាំងអស់ដែលកំពុងតែរស់នៅភពប្រច័ននៃភពរហ័សរីឯខាងរដ្ឋាភិបាលក៏កំពុងតែដុតដៃដុតជើងគ្នាស្វែងរកអំពីទីតាំងរបស់ពួកគេផងដែរហើយដោយសារតែខាងរដ្ឋាភិបាលមិនអាចចាប់ទីតាំងរបស់ពួកគេបាននោះចឹងហើយគឺមានតែធ្វើទៅតាមអ្វីដែលពួកគេបញ្ជាតែប៉ុណ្ណោះរីឯចេះស្ដាប់ហើយក៏កាន់តែខឹងដែរដោយសារតែនេះគឺជាតម្លៃ25លានវូឡុងបើសិនជាគាត់ដោះលែង Mother ឲ្យត្រឡប់ទៅវិញនោះគឺវាហាក់ដូចជាបានបោះលុយ25លានវូឡុងចោលអញ្ចឹងរីឯ Bob ក៏ស្រែកទៅវិញដូចគ្នាថាហើយចុះឡើយនឹងប្រងឲ្យអញធ្វើមិនចោះស្របពេលនោះដែរ Spy របស់យើងគឺលេងមែនតែនហើយដោយសារតែវាយតតធាក់មិនអាចកំទេចវាបានចឹងហើយគឺមានតែទាញកំភ្លើងបាញ់កំទេចវាចោលតែហ្មងទៅរីឯ Mother ឃើញហើយគឺភ័យមកទៅហឹងហ្មងប៉ុន្តែបានត្រង់តែភ័យហ្នឹងតែអត់ហ៊ានមកប្រាប់ Spy ហើយនឹងចេះទេហើយនៅពេលដែលឧបករណ៍មួយនោះបែកហើយគឺលេចចេញនៅប្រអប់តូចមួយបន្ទាប់មកចេះក៏បានទៅចាប់ប្រអប់តូចមួយនោះហើយក៏និយាយទៅកាន់ Spy ថាគឺពួកយើងមិនអាចធ្វើអ្វីទៅកាន់ Mother បានទេឥឡូវនេះគឺមានតែដោះលែង Mother ឲ្យត្រឡប់ទៅវិញនឹងឯងរីឯ Mother នៅពេលដែលលើចឹងគឺហួសចិត្តជាមួយនឹង Spy ហើយនឹងចេះយ៉ាងខ្លាំងចឹងហើយក៏បានបញ្ចេញសម្លេងសើចដ៏គួរឲ្យសាដូចឈួតមួយសន្ទុះក្រោយមកយានរបស់កូន Mother ក៏បានធ្វើដំណើរមកដល់ទីនេះចឹងហើយពួកគេក៏បានបញ្ចេញឧបករណ៍ភ្ជាប់ពីយានរបស់ពួកគេទៅកាន់យានរបស់ Spy ឃើញ Mother ដើរទៅរកកូនរបស់គាត់វិញ Spy ហើយនឹងចិត្តក៏គ្មានអ្វីនិយាយដែរគឺបានត្រឹមតែបញ្ចេញអាការៈសោកស្ដាយតែប៉ុណ្្នឹងឯងពីណាគេមិនស្ដាយមិន25លានវូឡុងស្មើនឹង$25,000ហើយការដោះលែងរបស់ Mother ឲ្យត្រឡប់ទៅវិញនេះខាងរដ្ឋាភិបាលក៏បានដឹងអំពីដំណឹងមួយនេះដែរចឹងហើយពួកគេក៏បានចាត់កងកម្លាំងជាច្រើនធ្វើដំណើរទៅជិតតំបន់របស់ Spy បន្តិចក្រោយមកក៏ស្ដាប់តែ Mother ធ្វើការតាក់ទងមកកាន់ពួកគេហើយ Mother មកនេះគឺមិនបានគោរពសន្យារបស់គាត់អ្វីឡើយដែលគាត់បាននិយាយថាគឺគាត់នឹងដាក់ទណ្ឌកម្មទៅលើពួកគេហើយនៅពេលដែលមនុស្សនៅលើភពមួយនោះទៅជាស្វាអស់នោះបរិស្ថានធម្មជាតិនឹងល្អប្រសើរឡើងវិញហើយសត្វកណ្ដុរសមុទ្រក៏នឹងលែងប្រឈមមុខនឹងការដាច់ពូជទៀតដែរបន្ទាប់ពីនិយាយចប់ពួកគេក៏បានបិទខជាមួយនឹងរដ្ឋាភិបាលទៅរីឯខាងរដ្ឋាភិបាលវិញគឺប្រឈមមុខនឹងការប្រកាសអាសន្នហើយចឹងហើយគឺមានតែពឹងលើកងកម្លាំងដែលស្វែងរកអំពីទីតាំងរបស់ពួកគេនៅលើអវកាសទេហើយបន្ទាប់ពីការខិតខំយ៉ាងយូរនៅទីបំផុតកងកម្លាំងអវកាសក៏បានចាប់បានអំពីទីតាំងរបស់ពួកភេរវករទាំងអស់នោះបានដែលបែបនេះកងកម្លាំងអវកាសជាច្រើនក៏បានធ្វើការបាញ់កំទេចយានមួយនោះប៉ុន្តែគួរឲ្យសោកស្ដាយណាស់ការពិតទៅយានដ៏ធំមួយនេះ Mother ហើយនឹងកូនគឺមិនបានស្ថិតនៅលើយានមួយហ្នឹងទេដោយពួកគេបានផ្ដាច់ខ្លួនទៅលើយានតូចមួយដែលពួរនៅក្បែរនោះរួចបាត់ទៅហើយដែលបែបនេះ Mother ហើយនឹងកូនក៏បានរួចផុតអំពីកងកម្លាំងអវកាសទៅប៉ុន្តែបែបនេះមិនមែនមានន័យថាផែនការរបស់ពួកគេគឺត្រូវបានបញ្ចប់ទេដោយ Mother គឺគ្រាន់តែផ្លាស់ប្ដូរផែនការតែប៉ុណ្ណោះពីដំបូងគាត់ថាធ្វើដំណើរទៅកាន់ភពប្រច័ននៃភពរហ័សមួយនោះហើយធ្វើការបាញ់ virus មួយនេះចូលទៅកាន់ភពមួយនោះឆាយតែម្ដងប៉ុន្តែឥឡូវនេះដោយសារតែកងកម្លាំងអវកាសគាត់បានចឹងហើយគាត់នឹងបាញ់ virus ទាំងអស់នោះទៅកាន់ច្រក hyperspace វិញដែលពាក្យថា hyperspace នឹងគឺយើងធ្លាប់បានឃើញកាលពីភាគទី1ដែលនោះគឺជាឧបករណ៍ដែលអនុញ្ញាតឲ្យយានធ្វើដំណើរដោយល្បឿនពន្លឺនឹងឯងសរុបរួមមកគោលដៅរបស់ពួកគេនៅតែជាភពប្រច័ននៃភពរហ័សប៉ុន្តែគ្រាន់តែផ្លាស់ប្ដូរពីការបាញ់ផ្ទាល់មកជាការបាញ់ទៅតាម hyperspace វិញស្របពេលនោះដែរ Bob ក៏បានធ្វើការតាក់ទងមកកាន់ Jet ដោយសារតែពួកគេបានកំទេចយានធំរបស់ Mother ហើយប៉ុន្តែពួកគេនៅតែបានឃើញ Mother ប្រកាសអំពីរឿងនេះដដែលចឹងក៏មានន័យថា Mother គឺមិនទាន់ស្លាប់នៅឡើយទេហើយបើសិន
សិនជា Mother នៅតែចង់បន្តផែនការរបស់គេនោះចឹងក៏មានន័យថាពួកគេនឹងធ្វើវាទៅតាមច្រក Hyperspace ហើយអ្វីដែលសំខាន់អ្នកដែលនៅជិតច្រក Hyperspace ជាងគេគឺមានតែ Spy ហើយនឹង Jet តែប៉ុណ្ណោះហើយចំណែកឯខាងរដ្ឋាភិបាលក៏បានដឹងអំពីរឿងមួយនេះដែរប៉ុន្តែច្រក Hyperspace មិនអាចធ្វើការបិទភ្លាមៗបានទេដូច្នេះជោគវាសនារបស់ប្រជាជននៅលើភពប្រចាំនៃភពរហ័សនោះគឺពឹងទៅលើ Spy ហើយនឹង Jet នេះឯងហើយក៏បានបញ្ជាក់ទៅកាន់ Spy ហើយនឹង Jet ផងដែរថាបើសិនជាពួកគេទាំងពីរនាក់ធ្វើការមួយនេះមិនបានជោគជ័យទេនោះលើក្រោយបើទោះបីជាពួកគេទាំងពីរនាក់ចាប់បាន Mother ម្ដងទៀតក៏គ្មានអ្នកឲ្យប្រាក់រង្វាន់ទៅកាន់ Spy ហើយនឹង Jet ដែរដោយសារតែមនុស្សនៅលើភពមួយនោះគឺបានប្រែទៅជាស្វាអស់ហើយនឹងចឹងបានតែគេឲ្យលុយគឺមានតែ Spy ធ្វើរឿងហ្នឹងឲ្យបានជោគជ័យនឹងឯងដែលបែបនេះ Spy ក៏បានចេញជារបស់គាត់ទៅទាំងបញ្ញាតែម្ដងកំពុងតែចេញដំណើរទៅនឹង Spy ក៏បានសួរទៅកាន់ Jet ផងដែរថាចឹងតើគោលដៅរបស់គាត់គឺគ្រាន់តែបាញ់កំទេច virus តែប៉ុណ្្នឹងទេមែនរាជ Jet ក៏បានឆ្លើយថាឲ្យបាញ់កំទេចនេះគឺជារឿងមួយប៉ុន្តែ Mother ដែលកំពុងតែនៅច្រក Hyperspace នេះពួកគេក៏នឹងអាចមានពេលវេលារត់គេចបានផងដែរចឹងហើយ Spy ត្រូវបាញ់កំទេច virus ហ្នឹងឲ្យបានលឿនហើយ Spy ក៏ត្រូវមកចាត់ការ Mother វិញភ្លាមៗផងដែរនៅពេលនោះត្រឹមតែរយៈពេលដ៏ខ្លី Spy ក៏បានតម្រង់កំភ្លើងត្រូវគោលដៅរបស់គាត់បាត់ទៅហើយប៉ុន្តែចង្រៃអីនៅពេលដែល Spy បាញ់ចេញទៅនោះអាមេស៊ីដែលផ្ទុក virus នោះគឺបានបំបែកខ្លួនទៅជា3ទិសចឹងហើយវាបានធ្វើឲ្យ Spy ពិបាកនៅក្នុងការតម្រង់តែម្ដងនៅពេលនោះ Spy បានបាញ់វាខ្ទេចអស់ពីរប៉ុន្តែនៅពេលដែល Spy រៀបនឹងតម្រង់ទៅកាន់មួយទៀតស្លាបជារបស់ Spy ក៏បានប៉ះជាមួយនឹង Hyperspace ដែលបែបនេះវាក៏បានបង្អាក់សកម្មភាពរបស់ Spy ទៅសំខាន់ណាស់កំពុងតែស្ថិតនៅក្នុងស្ថានភាពអាសន្នបែបនេះ Faye ក៏បានតាក់ទងមកកាន់ Spy ថា Hello ឥឡូវហ្នឹងកំពុងតែគ្រោះថ្នាក់មែនឲ្យលុយខ្ញុំ 80% មកចាខ្ញុំចេញទៅជួយហើយនៅពេលដែល Spy រៀបនឹងបកែកនោះ Faye ក៏បាននិយាយថាចឹងបាយបាយដល់ពេលគ្មានជំរឿសចឹង Spy ក៏បាននិយាយថាឥឡូវហ្នឹង 40% បានអត់ដល់ពេលចឹង Faye ក៏បានយល់ព្រមទៅរីឯ Faye មកហ្នឹងគឺចាប់ជាង Spy ទៀតដោយសារនៅពេលដែល Faye បាញ់ទៅកាន់ virus មួយនោះគឺមីសេដែលផ្ទុក virus មួយនោះគឺបានបំបែកខ្លួនទៅជា1លានគ្រាប់ទៀតថា Spy មិនទៅបំបែកខ្លួនត្រឹមតែ3ដល់ពេល Faye វិញចេញមក1លានគ្រាប់យកហ្មងស្របពេលនោះដែរ Bob ក៏បានតាក់ទងមកកាន់ Jet ថាឥឡូវនេះខាងរដ្ឋាភិបាលគឺបិទច្រក Hyperspace នេះចិត្តបានសម្រេចហើយដល់ពេលលើចឹង Jet ក៏បានឲ្យ Spy ហើយនឹង Faye នឹងធ្វើមិនចេញពីច្រកនោះឲ្យបានលឿនបំផុតទៅហើយរឿង virus អីហ្នឹងទុកមកឡៃសិនទៅដែលបែបនេះ Spy ហើយនឹង Faye គឺមានតែបោះយាននៅលឿនដើម្បីចេញពីច្រក Hyperspace នឹងឯងហើយយើងក៏លេចទៅមើលកុងទ័ររបស់ Spy ទៅ Spy មួកុងទ័រយ៉ាងខ្លាំងរហូតដល់ load error ហ្មងនៅចុងបញ្ចប់ Spy ហើយនឹង Faye គឺបានចេញពីច្រក Hyperspace នេះបានសម្រេចពិតមែនហើយច្រក Hyperspace ក៏បានបិទមុនពេលដែលមីស៊ីមួយនោះធ្វើដំណើរមកដល់ផងដែរចឹងក៏មានន័យថា Spy ហើយនឹង Faye គឺបានរួចខ្លួនហើយចំណែកអ្នកដែលគ្រោះធំជាងគេនៅពេលនេះគឺជា Mother ហើយនឹងកូនរបស់ពួកគេនឹងឯងដោយសារតែ Mother ហើយនឹងកូននោះគឺមិនតមកចេញពី Hyperspace ទេហើយនៅពេលដែលជួបរឿងបែបនេះពួកគេមិនដឹងត្រូវដោះស្រាយបែបណាឡើយបន្ទាប់មកក៏មានអ្នកឲ្យយោបល់ថាឥឡូវនឹងយើងឈប់យានដើម្បីគិតសិនទៅហើយនៅពេលដែលពួកគេចាប់ហ្វ្រាំងរបស់យាននោះក៏សត្វតែកូនប្រអប់តូចមួយបានហោះចេញពីកប៉ាល់របស់ Mother ហើយទៅបុកកញ្ចក់យានដែលបណ្ដាលឲ្យប្រអប់មួយនោះគឺបែកខ្សាយតែម្ដងការពិតទៅនៅមុនពេលដែល Spy ហើយនឹង Jet ដោះលែង Mother ឲ្យទៅកាន់កូនរបស់គេវិញនោះ Spy គឺបានដាក់របស់មួយនេះចូលទៅកាន់កប៉ាល់របស់ Mother ចឹងហើយនៅពេលដែលរបស់មួយនេះបែកអញ្ចឹង Virus Monkey Business គឺប្រកាសជាឆ្លងទៅកាន់ Mother ហើយនឹងកូនរបស់ពួកគេហើយអានេះហើយបានគេហៅថាធ្វើបន់បានស្វាក្លែងមកកាន់ Spy Jet ហើយនឹង Faye អានេះវិញនៅពេលនេះ Jet ហើយនឹង Spy គឺមុខស្អុយតែម្ដងដោយសារតែការងារដែលពួកគេបានខំប្រឹងមកនេះគឺមិនបានទទួលរង្វាន់អ្វីសូម្បីតែបន្តិចឡើយរីឯ Faye ក៏បាននិយាយថាមើលធ្វើកំសែតពេកមើលចាំយើងសហការគ្នារកលុយឲ្យបានច្រើនជាងនេះនៅពេលក្រោយទៀតចឹងឥឡូវនេះខ្ញុំសូមទៅងូតទឹកសិនហើយនៅពេលដែល Faye ដើរទៅបាត់ Spy ក៏បាននិយាយទៅកាន់ Jet ថា Jet មិញតើ Faye និយាយគេមិញនាងថារកលុយឲ្យបានច្រើននៅពេលក្រោយតើនាងចង់មានន័យថាម៉េចតើនាងចង់រស់នៅជាមួយយើងឬក៏មិនឥឡូវហ្នឹងរីឯ Jet ក៏បានឆ្លើយថាហើយកុំសួរអញមើលបន្តមក Spy ក៏បានបន្តទៀតថាហើយមិញហ្នឹងនាងថាទៅងូតទឹកនាងទៅងូតទឹកតែបានសុំការអនុញ្ញាតពីយើងសោះតើនាងចាត់ទុកយានមួយហ្នឹងគឺជារបស់នាងឬក៏មិនបន្តមក Jet ក៏បានឆ្លើយដដែលថាហើយកុំសួរអញមើលអញអត់ដឹងទេអត់អីទេចាំខ្ញុំទៅសួរនាងដល់ផ្ទាល់តែហ្មងទៅហើយនៅពេលដែល Spy ដើរទៅមកសន្ទុះហើយ Jet ទៅតែនឹកឃើញថាជួយតិច Spy ទៅសួរគេនៅក្នុងបន្ទប់ទឹកទៅប៉ុន្តែមើលទៅដូចជាយឺតពេលបាត់ទាំងហើយដោយសារតែ Jet បានលើសម្លេងកំភ្លើងទុំតាំងតែម្ដង Bad move, Spyco. ចឹងអមីសូមបញ្ចប់ភាគទី4ទៅត្រឹមហ្នឹងសិនអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់ហើយបើសិនជាចូលចិត្តកុំភ្លេច like ហើយនិង subscribe ឲ្យ admin ម្នាក់មួយផងឲ្យយើងឆ្ពោះទៅកាន់ 100k ទាំងអស់គ្នាហើយបើសិនជាពេញចិត្តទាំងការសម្រាយហើយចង់ support admin ដោយផ្ទាល់គឺអាចប៉ាកាហ្វេ admin តាមរយៈ QR ដែលនៅលើអេក្រង់នឹងបានចឹងវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាហើយយើងនឹងជួបគ្នានៅវីដេអូភាគទី5បន្តទៀតបាយបាយ